សួស្តីចាអ្នកទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំសាច់ថ្មីម្ដងទៀតហើយថ្ងៃនេះផងដែរដែលខ្ញុំមកធ្វើមុខម្ហូបមួយមុខទៀតហើយគឺមានឈ្មោះថាស្ងោរប្រហិតត្រីឡាបជាមួយនឹងស្ពៃក្តាមហើយដើម្បីកំដរអារម្មណ៍អ្នកទាំងអស់គ្នានេះខ្ញុំក៏មកអាននៅរឿងស្នេហាខុសៗឲ្យអ្នកទាំងអស់គ្នាស្ដាប់ជាបន្តទៀតណាកាលពីវីដេអូមុនយើងនិយាយដល់ចលនានិយាយទៅកាន់នរៈរេខាបើលោកដឹងហើយហេតុអីលោកមិនប្រាប់ខ្ញុំទៅចាំបាច់ប្រាប់ខ្ញុំដឹងតែខ្លួនឯងធ្វើអីព្រះភូមិនរៈរាជញញឹមតិចតិចហើយស្រដីតបទៅស្រស់ស្រីមិនបានវាជាច្បាប់ខ្ញុំមិនអាចប្រាប់អ្នកនាងបានទេនិយាយរួចហើយនរៈរាជក៏បំបត្តិខ្លួនចេញបាត់ទៅប៉ុន្តែនរៈរាជក៏ចេញមកវិញហើយនិយាយទៅកាន់ចរណៃថាខ្ញុំភ្លេចប្រាប់អ្នកនាងពេលនេះអ្នកនាងកំពុងតែមានគ្រោះថ្នាក់ហើយនាងប្រយ័ត្នខ្លួនបន្តិចទៅចរណៃស្រីក៏សួរទៅនរៈរាជថាខ្ញុំនឹងមានគ្រោះថ្នាក់មែនទេតើអ្នកណាគេចង់ធ្វើបាបខ្ញុំទៅព្រះភូមិមិនបានប្រាប់ហើយក៏បំបាំងខ្លួនចេញទៅចំណែកឯចរណៃស្រីក៏និយាយតែម្នាក់ឯងថាតើអ្នកណាគេចង់ធ្វើបាបខ្ញុំទៅចរណៃនាងដូចជាមិនអស់ចិត្តសោះព្រោះនរៈរាជមិនព្រមប្រាប់ថាអ្នកណាជាអ្នកចង់ធ្វើបាបនាងទេរីឯនាងមង្គលក៏បានមកជួបគ្រូខ្មោចម្ដងទៀតនាងមង្គលក៏សួរទៅគ្រូខ្មោចនោះថាយ៉ាងម៉េចទៅហើយម៉ែគ្រូតើរកវិធីកម្ចាត់វិញ្ញាណខ្មោចស្រីម្នាក់នោះបានហើយទេម៉ែគ្រូនោះញញឹមលាក់ជំនួយហើយនិយាយតបថារកបានហើយប៉ុន្តែយើងសាកល្បងកម្លាំងខ្មោចស្រីម្នាក់នោះសិនថាតើនាងមានមន្ត្រីប៉ុណ្ណាយប់នេះយើងនឹងបញ្ជូនកូនចៅរបស់យើងឲ្យទៅរកខ្មោចស្រីនោះដើម្បីដឹងពីកម្លាំងរបស់វានាងមង្គលញញឹមហើយនិយាយតបថាឲ្យតែម៉ែគ្រូកម្ចាត់ខ្មោចស្រីនោះបានខ្ញុំនឹងចំណាយមិនឲ្យម៉ែគ្រូទាស់ចិត្តនោះទេយាយម៉ែគ្រូសើចតិចតិចហើយនិយាយតបទៅនាងមង្គលថាលោកទុកចិត្តចុះខ្ញុំនឹងចាប់ខ្មោចស្រីនោះយកមកឲ្យលោកមើលមុខរបស់នាងជាមិនខានទេនៅពេលរាត្រីក៏ឈានមកដល់យាយម៉ែគ្រូនោះក៏ចាប់ផ្ដើមធ្វើពិធីបញ្ជាកូនចៅដែលជាខ្មោចនោះឲ្យទៅធ្វើបាបចរណៃរីឯចរណៃស្រីនាងរសាត់រសល់នៅក្នុងចិត្តអ្នកខ្លាំងធ្វើឲ្យនាងគេមិនលក់នោះទេចរណៃឃើញវឌ្ឍនាកំពុងតែគេងលក់ស្រួលនាងក៏ចេញមកខាងក្រៅផ្ទះមណ្ឌវីស្រីអង្គុយនៅលើបង់ក្រោមដើមឈើភ្នែកចម្លឹងទៅលើមេឃមើលផ្កាយកំពុងតែរះព្រោងព្រេងពេញទៅមេឃកំពុងតែអង្គុយគយគន់មើលផ្ទៃមេឃក៏ស្រាប់តែមានវិញ្ញាណខ្មោចដែលគួរខ្មោចលោកបញ្ជាចេញមកវិញ្ញាណនោះគឺជាវិញ្ញាណចងអាឃាតនិងស្ដាប់តាមបញ្ជារបស់ម៉ែគ្រូខ្មោចនោះចរណៃឃើញវិញ្ញាណនោះចេញមកនាងបានងើបឈរហើយសួរទៅវិញ្ញាណនោះថាឯងជានរណាហេតុអីក៏ឯងមកទីនេះបានវិញ្ញាណនោះធ្វើទឹកមុខមាំខ្លាំងណាស់ហើយនិយាយតបទៅចរណៃថាគឺយើងមកកម្ចាត់នាងហេតុអីឯងចង់កម្ចាត់យើងមិនដែលបានធ្វើអីឯងឯណាវិញ្ញាណប្រុសនោះមិនឆ្លើយតបហើយដើរសម្ដៅមករកចរណៃបំរុងនឹងក្បាច់កចរណៃប៉ុន្តែចរណៃនាងមិនឲ្យវិញ្ញាណនោះធ្វើបាបនាងបានទេគឺគ្រាន់តែនាងប្រើកម្លាំងរបស់នាងប្រវេសតែបន្តិចធ្វើឲ្យវិញ្ញាណនោះប៉ាន់យ៉ាងឆ្ងាយប៉ុន្តែវិញ្ញាណនោះនៅតែដើរសម្ដៅមករកចរណៃម្ដងទៀតមុខរបស់គេមាំខ្លាំងណាស់មណ្ឌវីស្រីឃើញវិញ្ញាណនោះដើរសម្ដៅមករកនាងទៀតនាងក៏ប្រើកម្លាំងរបស់នាងវាយទៅវិញ្ញាណនោះម្ដងទៀតវិញ្ញាណខ្មោចប្រុសនោះក្បាលរឹងខ្លាំងណាស់ចរណៃក៏ចាប់ច្របាច់កវិញ្ញាណនោះពេញមួយទំហឹងហើយក៏រុញវិញ្ញាណនោះទៅយ៉ាងខ្លាំងហើយវិញ្ញាណខ្មោចប្រុសនោះក៏រលាយបាត់ទៅចរណៃឃើញវិញ្ញាណនោះរលាយបាត់នាងក៏ដើរបំរុងចូលក្នុងផ្ទះសពតែវិញ្ញាណនោះចេញមកចាប់ច្របាច់កនាងវិញតែម្ដងពេលនោះវឌ្ឍនាក៏ភ្ញាក់ដឹងខ្លួនគេបានសម្លឹងរកមើលចរណៃប៉ុន្តែគេមិនបានឃើញនាងនោះទេនរៈសង្ហាបានស្ទុះងើបពីលើគ្រែដើរមករកចរណៃវឌ្ឍនាដើរទៅមាត់បង្អួចគេក៏បានឃើញខ្មោចនោះកំពុងតែច្របាច់កចរណៃឃើញបែបនោះហើយនរៈសង្ហាមិនមកអង្គយូរឡើយវឌ្ឍនាបានស្ទុះទៅយ៉ាងលឿនដើម្បីទៅជួយចរណៃពេលវឌ្ឍនារត់ទៅដល់គេក៏ស្រែកភ្លាមថាឈប់ភ្លាមវិញ្ញាណខ្មោចប្រុសនោះឮវឌ្ឍនាស្រែកបែបនោះគេក៏ងាកមកមើលវឌ្ឍនាច
ចំណែកឯចរណៃស្រីឈានឱកាសក៏ចាប់ដៃវិញ្ញាណនោះហើយនាងប្រើវេទមន្តរបស់នាងវាយកន្តិចវិញ្ញាណនោះឲ្យរលាយសាបសូន្យបាត់ទៅនរៈសង្ហាររបស់យើងភ័យយ៉ាងខ្លាំងហើយក៏សួរទៅស្រស់ស្រីថាចរណៃអ្នកនាងមិនអីទេមែនទេចរណៃស្រីឃើញវឌ្ឍនាបារម្ភពីខ្លួនបែបនោះធ្វើឲ្យនាងរំជួលចិត្តយ៉ាងខ្លាំងមុនមកអង្គយូរចរណៃក៏ដើរមកយ៉ាងលឿនហើយស្ទុះទៅអោបវឌ្ឍនាតែម្ដងហើយវឌ្ឍនាក៏ដូចគ្នាដែរគេក៏អោបចរណៃយ៉ាងណាអោបបណ្ដើរចរណៃក៏និយាយទៅកាន់វឌ្ឍនាបណ្ដើរថាអរគុណលោកហើយដែលបានជួយខ្ញុំភ័យខ្លាំងណាស់ពេលដែលនាងទៅខ្មោចលោកធ្វើបាបនាងបែបនេះវឌ្ឍនានិយាយបណ្ដើរហើយអោបចរណៃដោយក្តីបារម្ភបណ្ដើរ